សូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូខ្លីមួយនេះខ្ញុំជ្រើសរើសយកនៅប្រធានបទមួយដែលស្ដាប់មើលទៅវាហាក់ដូចជារឿងកំប្លែងក៏ប៉ុន្តែវាគឺជាផ្នែកនៃចិត្តវិទ្យានៅក្នុងខ្លួនយើងអត្ថបទមួយនេះគឺត្រូវបានធ្វើការសិក្សាដំបូងនៅឆ្នាំ2011ដោយសាកលវិទ្យាល័យ Notre Dame សហរដ្ឋអាមេរិកដែលដឹកនាំដោយលោក Gabriel Rawansky ដែលក្នុងនេះគេហៅថា Doorway Effect ហើយតើបងប្អូនធ្លាប់ទេបងប្អូនកំពុងតែដើរចូលក្នុងបន្ទប់ដើម្បីគិតថានឹងរកអ្វីមួយប៉ុន្តែស្រាប់តែចូលទៅដល់ក៏បែរជាផ្លេចបាត់ផ្លេចថាខ្លួននឹងចង់រកអ្វីបាទនេះគឺមិនមែនសុទ្ធតែជាការខ្សោយនៃការចងចាំទេតែវាគឺជាបាតុភូតមួយដែលអង់គ្លេសហៅថា Doorway Effect មានន័យថាខួរក្បាលរបស់យើងចាត់ទុកទ្វារនឹងជាចំណុចបញ្ចប់នៃព្រឹត្តិការណ៍មួយនិងជាការចាប់ផ្ដើមថ្មីមួយទៀតនៅពេលដែលយើងដើរឆ្លងកាត់ទ្វារខួរក្បាលនឹងធ្វើការ clear នៅព័ត៌មានចាស់ចេញដើម្បីត្រៀមទទួលយកនៅបរិយាកាសថ្មីដូច្នេះហើយទើបធ្វើឲ្យយើងផ្លេចភ្លាមបែបនេះតែម្ដងហើយខ្ញុំជឿជាក់ថាមានបងប្អូនមិនតិចទេដែលជួបប្រទះនៅការផ្លេចបែបនេះ